ទី6ហើយថ្ងៃនេះលោកគ្រូនឹងមានលំហាត់ទូលំហាត់មួយដែលនឹងមកបកស្រាយឲ្យបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងគ្នាបានយល់នៅក្នុងមេរៀននេះផងដែរហើយចំពោះលំហាត់ដែលគ្រូចង់មកបកស្រាយគឺវាជាលំហាត់នៅក្នុងមេរៀនទី6ក្នុងសៀវភៅគណិតវិទ្យាគឺមេរៀនបរិមាត្ររបស់យើងហើយលោកគ្រូនឹងដកស្រង់យកចំណុចទី3នៅក្នុងសៀវភៅហើយគឺជាបរិមាត្រវងចឹងលោកគ្រូសូមរំលឹកបន្តិចពាក់ព័ន្ធជាមួយនឹងបរិមាត្រវងគឺយើងបានរៀនកាលពីមុនគឺមានរូបមន្តចំនួន2ដែលបងប្អូនទាំងអស់គ្នាត្រូវតែចាំចឹងបរិមាត្រវងទី1បើសិនជាគេប្រាប់ក្នុងករណីដែលគេប្រាប់ជាអង្កត់ចិត្តចឹងបរិមាត្ររង្វង់ស្មើជាមួយនឹងអង្កត់ចិត្តគុណជាមួយនឹងផៃហើយយើងទៅទិញថាបរិមាត្រស្មើជាមួយនឹងដេផៃហើយរូបមន្តទី2គឺបរិមាត្រស្មើជាមួយនឹង2ផៃតែឬក៏2ផៃតចឹងបើសិនជាក្នុងករណីគេថាលំហាត់គេប្រាប់មកជាអង្កត់ចិត្តគឺយើងត្រូវតែយករូបមន្តនេះមកប្រើដោយសារតែវាពាក់ព័ន្ធជាមួយនឹងអង្កត់ចិត្តស្រាប់ប៉ុន្តែបើសិនជាលំហាត់គេប្រាប់មកជាកម្មគឺយើងត្រូវតែយករូបមន្តខាងក្រោមនេះមកប្រើដោយសារតែវាពាក់ព័ន្ធជាមួយនឹងកម្មហើយជាទូទៅតម្លៃផៃគឺបងប្អូនត្រូវតែចាំដូចគ្នាផៃស្មើជាមួយនឹង 3.14 តម្លៃផៃនេះគឺយើងបានបកស្រាយហើយគឺជាផលធៀបរវាងប្រវែងជុំវិញនៃរង្វង់ជាមួយនឹងអង្កត់ចិត្តចឹងវាស្មើជាមួយនឹង 3.14 ចំណិតទោះបីថាបងប្អូនយកអនុវត្តនៅក្នុងលំហាត់ណាមួយណាក៏ដោយក៏ផៃនៅតែស្មើជាមួយនឹង 3.14 ដែរឥឡូវនេះគឺយើងបកមកមើលប្រធានលំហាត់របស់យើងវិញគេថាទី1ចូលមួយអានិយាបរិមាត្រនៃរង្វង់ហើយលំហាត់ខគេឲ្យរង្វង់មួយហើយគេឲ្យនឹងអង្កត់ចិត្តស្មើជាមួយនឹង10 សង់ទីម៉ែត្រចឹងនៅមើលលំហាត់នេះបើសិនជាគេឲ្យអង្កត់ចិត្តแบบហ្នឹងតើយើងគួរតែប្រើរូបមន្តណាចឹងប្រកបណាស់គឺយើងប្រើរូបមន្តដែលវាពាក់ព័ន្ធជាមួយនឹងអង្កត់ចិត្តនេះគឺបរិមាត្រស្មើជាមួយនឹងអង្កត់ចិត្តគុណជាមួយនឹងផៃចឹងយើងដោះស្រាយលំហាត់របស់គ្នាចឹងយើងដាក់មកវិញមកយើងគណនាទេគឺគណនាបរិមាត្រនៃរង្វង់គណនាអំពីsorryគណនាបរិមាត្ររង្វង់សេរឿងយន្តតិចភាសាមកមួយខាងដែរហើយយើងមើលរូបមន្តរបស់យើងគេថាមកតាមរូបមន្តរបស់យើងតែយើងបានមើលតែមិនហ្នឹងតែយើងប្រើទៅណាចឹងតាមរូបមន្តបរិមាត្រស្មើជាមួយនឹងអង្កត់ចិត្តគុណជាមួយនឹងផៃហើយដោយបំរាប់គេប្រើឲ្យដែរដល់បំរាប់ដោយគេប្រាប់មកអង្កត់ចិត្តស្មើជាមួយនឹងនេះអង្កត់ចិត្តគឺជាប្រវែងដែលពុះចេញពីធ្នូគឺជាបន្ទាត់មួយដែលពុះចេញពីធ្នូនៃរង្វង់មកកាត់ជាមួយនឹងចិត្តនៃរង្វង់ហើយភ្ជាប់ទៅកាន់ធ្នូនៃរង្វង់មួយខាងទៀតអញ្ចឹងអាហ្នឹងគឺហៅថាអង្កត់ចិត្តចឹងអង្កត់ចិត្តស្មើជាមួយនឹង10 សង់ទីម៉ែត្រហើយផៃរបស់យើងត្រូវតែចាំគឺស្មើជាមួយនឹង 3.14 ហើយផៃវាត្រូវមួយខ្នាតទេណាចឹងដើម្បីដែលយើងដឹងបំរាប់ហើយគឺយើងចំនួនបំរាប់របស់នេះទៅក្នុងរូបមន្តរបស់យើងវិញចឹងយើងបានបំរាប់គឺយើងបានបរិមាត្ររបស់យើងស្មើជាមួយនឹងអង្កត់ចិត្តរបស់យើងស្មើយ៉ាងម៉េចស្មើនឹង10អង្កត់ចិត្តស្មើ10យើង10មកវិញមកគឺ10 សង់ទីម៉ែត្រទល់ជាមួយនឹង 3.14 ចឹងនេះយើងគិតតែមកទៅទេក៏ចេញដែរ10ទៅជាមួយនឹង 3.14 គឺយើងគ្រាន់តែបន្តក្បៀនមួយខ្ទង់មកគឺបានអញ្ចឹងបរិមាត្ររបស់យើងគឺស្មើជាមួយនឹងនេះយើងបន្តមកគឺបាន 31.4 សង់ទីម៉ែត្រចឹងចម្លើយរបស់យើងគឺធ្វើ 31.4 សង់ទីម៉ែត្រប៉ុន្តែលក្ខណៈនៃការធ្វើលំហាត់បែបនេះខ្ញុំត្រូវតែមាននេះឲ្យទៀតដែរដើម្បីឲ្យវាពេញលេញនៅក្នុងការធ្វើប្រមាណវិធីរបស់យើងចឹងដូចនេះបរិមាត្រនៃរង្វង់របស់យើងស្មើជាមួយនឹង 31.4 សង់ទីម៉ែត្រចឹងលំហាត់របស់យើងគឺមានតែប៉ុណ្្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនានៅក្នុងវីដេអូមួយនេះសង្ឃឹមថាបងប្អូននឹងយកចិត្តទុកដាក់រៀនសូត្រនៅក្នុងមេរៀនបរិមាត្រនៃរង្វង់មួយនេះផងដែរ